ជំរាបសួរលោកគ្រូអ្នកគ្រូក៏ដូចជាបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំនឹងធ្វើការចែករំលែកអំពីការ scan QR code ដើម្បីមើលលទ្ធផលប្រឡងតាមអនឡាញបាទអញ្ចឹងសម្រាប់ទូរស័ព្ទ Android លោកគ្រូអ្នកគ្រូក៏ដូចជាបងប្អូនបានឃើញនៅក្នុងកន្លែងកម្មវិធី Google មានរូបកាមេរ៉ាបែបនេះអញ្ចឹងសូមចុចទៅលើរូបកាមេរ៉ាហ្នឹងមកបាទបន្តមកដាក់ឲ្យចំ QR code វានឹង load link មួយនៅចំកណ្ដាលអញ្ចឹងយើងនឹងធ្វើការចុចទៅលើ link មួយហ្នឹងមកបាទបន្ទាប់មកទៀតកម្មវិធីនឹងនាំយើងមកកាន់ផ្ទាំងបែបនេះបាទហើយបើសិនជាចង់រើសកម្រិតថ្នាក់បាទបើចង់រើសកម្រិតថ្នាក់គឺលោកគ្រូអ្នកគ្រូក៏ដូចជាបងប្អូនអាចចុចកន្លែងនេះបានគេមានកម្រិតថ្នាក់ក៏ដូចជាបន្ទប់ហ្នឹងណាបាទអញ្ចឹងយើងធ្វើការចុចឲ្យចំកន្លែងសញ្ញាព្រួញធ្លាក់ចុះមកក្រោមមកហើយយកគ្រប់ថ្នាក់បាទគ្រប់ថ្នាក់បន្ទាប់មកចុចម្ដងទៀតបាទនេះនឹងមានលេខ7 8 9ទៅតាមកម្រិតជាក់ស្ដែងអញ្ចឹងបើខ្ញុំចង់មើលថ្នាក់ទី7ខ្ញុំចុចកន្លែងលេខ7មកបាទហើយកន្លែងបន្ទប់គឺខ្ញុំចុចទៅលើ7ថ្នាក់ណាដែលខ្ញុំបានរៀនឧទាហរណ៍ទី 7A ចុះបាទអញ្ចឹងពេលនេះយើងមានវិធីពីរទី1គឺយើងអូសចុះមកក្រោមមកគឺឃើញទាំងអស់ហើយវិធីមួយទៀតបាទវិធីមួយទៀតគឺយើងអាចឃើញកន្លែងនេះបាទឃើញកន្លែងស្វែងរកឈ្មោះឬក៏អត្តលេខនេះបាទអញ្ចឹងលោកគ្រូអ្នកគ្រូចង់ស្វែងរកតែម្នាក់ទេឧទាហរណ៍ថាជារ៉ានីនបាទជារ៉ានីនបាទមកឲ្យត្រូវអក្សរវរត់មកអញ្ចឹងខ្ញុំវាយបានត្រឹមជារ៉ាខ្ញុំអូសចុះទៅក្រោមដោយសារតែឈ្មោះជារ៉ានីនវាមានតែម្នាក់ទេអញ្ចឹងវាយជារ៉ាមកគឺលោតចាប់ឲ្យយើងអូតូទៅខាងក្រោមនេះបាទអញ្ចឹងយើងឃើញលទ្ធផលគាត់បែបហ្នឹងហើយបើយើងចង់បដូរកម្រិតថ្នាក់ឧទាហរណ៍ណាបាទចង់បដូរកម្រិតថ្នាក់គឺយើងត្រូវធ្វើការចុចឲ្យចំកន្លែងសញ្ញាព្រួញចុះមកក្រោមនេះបាទចុចមកហើយបន្ទាប់មកយើងរើសកន្លែងនេះកន្លែងគ្រប់ថ្នាក់បាទយើងច្រោះកន្លែងគ្រប់ថ្នាក់សិនមកបាទបន្ទាប់មកទៀតយើងត្រូវចុចអាកន្លែងច្រោះនឹងដដែលបាទដើម្បីយើងរើសកម្រិតថ្នាក់ផ្សេងអញ្ចឹងយើងឃើញស្ដាច់ហើយគឺមានលោតមកហើយបាទគឺមាន7 8 9អញ្ចឹងមិញខ្ញុំមើលទី7ចុះបើខ្ញុំចង់មើលទី8ខ្ញុំចុចកន្លែងលេខ8មកបាទហើយកន្លែងបន្ទប់នេះខ្ញុំរើសA E ក៏ B អីចឹងតាមហ្នឹងទៅបាទអញ្ចឹងលុបឈ្មោះជារ៉ានីនេះចេញទៅដើម្បីកុំឲ្យវាចាប់ជាប់អញ្ចឹងឃើញហើយវាមកទី8ទាំងអស់បាទហើយបើចង់រកឈ្មោះបាទបើសម័យខ្លួនគេស្គាល់ឈ្មោះគេហើយគេចុចរកឈ្មោះគេមកទី 8A ហ្នឹងឈ្មោះអីខ្លះឧទាហរណ៍ថាស៊ុនលីហួងបាទខ្ញុំចុចមកបាទស៊ុនចឹងមកអញ្ចឹងខ្ញុំអូសទៅក្រោមមកថាតើមានលោតមកបាទមាននេះស៊ុនលីហួងបាទអញ្ចឹងគឺប៉ុណ្្នឹងគឺជាការស្រេចបាទអញ្ចឹងសូមអរគុណសម្រាប់វីដេអូនេះគឺមានតែប៉ុណ្្នឹងបាទសូមជម្រាបលា